បានលោកគ្រូអតរវដើរទៅបរបាញ់សត្វព្រៃជាមួយលោកអ៊ំចាស់តែមិនដែលលើគាត់រំលឹករឿង ភូមិអូវែងនេះគឺមានអូហូរកាត់នៅពីមុខហើយចាស់ព្រឹទ្ធាចារ្យគឺលោកអ៊ំមឿនជាលោក បាទលោកគ្រូកូននឹងប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តនឹងធ្វើឲ្យបានជោគជ័យនិងមិនឲ្យលោកគ្រូអស់សង្ឃឹមនោះ